មនុស្សភាគច្រើនមិនដឹងអត្ថន័យពាក្យចិននេះទេពាក្យเสียงមានន័យច្រើនអាស្រ័យលើបរិបទដែលប្រើខាងក្រោមជាការពន្យល់ឲ្យងាយយល់ 1. เสียงស្មើនឹងគិតឬនឹកប្រើពេលនឹកឬគិតអំពីនរណាម្នាក់ឬអ្វីមួយ我想你ខ្ញុំនឹកអ្នក想家នឹកផ្ទះ 2. 想ស្មើនឹងចង់ឬមានបំណងប្រើពេលចង់ធ្វើអ្វីមួយ我想吃饭ខ្ញុំចង់ញ៉ាំបាយ我想学习中文ខ្ញុំចង់រៀនភាសាចិន 3. 想ស្មើនឹងគិតថាឬកំណត់ប្រើពេលបង្ហាញមតិឬការគិត我想他不会来ខ្ញុំគិតថាគាត់មិនមកទេប៉ុន្តែសរុបខ្លីៗ想ស្មើនឹងគិតឬចាំងអាស្រ័យលើប្រយោគបើវីដេអូនេះមានប្រយោជន៍សូមចុច Subscribe មួយហើយទុក Comment មួយជាកម្លាំងចិត្តដល់ខ្ញុំ